បងប្អូនជីវិតរបស់យើងគឺសាមញ្ញណាក៏ពិតរាល់សកម្មភាពដែលយើងធ្វើសាមញ្ញគឺយើងទទួលបានក្តីសុខមែនតែនគេថារឿងហោះទៅលើមេឃដូចអត់ទេធ្វើតែរឿងសាមញ្ញហ្នឹងយកក្តីសុខទៅណាមិនអស់ដូចយើងខ្ញុំរាល់ថ្ងៃគឺសកម្មភាពពីព្រឹកដល់ល្ងាចហ្នឹងគឺសកម្មភាពសាមញ្ញទាំងអស់តែសួរថាគោលដៅរបស់ខ្លួនឯងនោះចង់បានអីធ្វើអីដែលខ្លួនចង់បានហើយយើងទទួលបានក្តីសុខសប្បាយចិត្តនៅអីដែលយើងធ្វើទោះលទ្ធផលបែបណាក៏យើងត្រូវទទួលយកដែរល្អឬក៏អាក្រក់ត្រូវទទួលយកនៅលទ្ធផលដែលយើងបានធ្វើមិនប្រកាសថារឿងទាំងអស់យើងធ្វើទៅសិតតែយើងសប្បាយចិត្តទេរឿងខ្លះអត់សប្បាយចិត្តតែក៏យើងត្រូវទទួលយកលទ្ធផលដែលយើងធ្វើអញ្ចឹងសកម្មភាពសាមញ្ញរបស់យើងហ្នឹងគឺមានក្តីសុខណាបើយើងក៏លេចទៅមើលសកម្មភាពរាល់ថ្ងៃដែលយើងធ្វើដូចញងខ្ញុំដូចមិនទៅបានធ្វើអីឲ្យលើសពីបងប្អូនទេដូចព្រឹកឡើងគឺរៀបចំម្ហូបឲ្យប្តីឲ្យកូនខ្លួនឯងហើយមកធ្វើការមកល្ងាចឡើងទៅយកកូនមកវិញចូលផ្សារទិញម្ហូបមកផ្ទះធ្វើម្ហូបញ៉ាំបាយជុំគ្នាមួយកូនដើរហាត់ប្រាណមួយកូនវាសិតតែជាសកម្មភាពសាមញ្ញទាំងអស់ប៉ុន្តែវាពិតជាទទួលបានភាពកក់ក្ដៅនិងក្តីសុខពិតប្រាកដមែនហើយសួរថាបើយើងធ្វើអញ្ចឹងយើងហត់អត់ខ្ជិលអត់ហត់តែឲ្យហ៊ានខ្ជិលវាជាទំនួលខុសត្រូវដែលយើងត្រូវធ្វើជាប្រចាំធ្វើឲ្យធ្វើទៀតធ្វើដដែលបងប្អូនចង់បានបែបណាទៅធ្វើបែបនោះសំខាន់យើងឲ្យដឹងថាខ្លួនឯងចង់បានអីពិតប្រាកដកុំវិញគោលដៅពេលខ្លះនាងខ្ញុំក៏វិញគោលដៅដែរពេលដែលយើងវិញគោលដៅយើងអាសាសួរខ្លួនឯងថាតើគោលដៅរបស់យើងនឹងអីគេចូលមកគោលដៅរបស់យើងវិញបើវិញក៏កុំវិញឆ្ងាយពេកយើងងាកមកមើលគោលដៅយើងរបស់វិញហើយមើលសកម្មភាពរបស់យើងវិញថាតើសកម្មភាពរបស់យើងនឹងវាត្រូវជាមួយនឹងគោលដៅរបស់យើងអត់បើចង់បានក្តីសុខសួរថាយើងត្រូវធ្វើម៉េចមានពេលគ្រប់គ្រាន់នៅជាមួយកូននិយាយភាសាល្អមួយប្តីពេលខ្លះมันប្រកាសថាការឆ្លោះគ្នានឹងវារឿងអាក្រក់ឯងពេលខ្លះយើងនិយាយដើម្បីឲ្យដឹងពីគ្នាឲ្យយល់ពីគ្នាថាតើប្តីយើងចង់បានអីយើងចង់បានអីហើយគោលដៅរបស់គ្រួសារយើងនឹងជាអីយើងដឹងថាគោលដៅរបស់យើងហើយតើសកម្មភាពបន្តតើយើងគួរតែធ្វើបែបម៉េចដើម្បីឲ្យបានលទ្ធផលគោលដៅដែលយើងបានកំណត់ហ្នឹងអញ្ចឹងភាពសាមញ្ញនេះគឺវាពិតជាធ្វើឲ្យយើងមានសុភមង្គលមែនពីមួយថ្ងៃទៅមួយថ្ងៃវាចេះតែទៅមុខអីសួរថាថ្ងៃហ្នឹងយើងបានធ្វើអីល្អជាងកាលពីម្សិលមិញនៅ